ស្ដីទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាសារជាថ្មី admin បាត់ទៅមួយរយៈពេលវែងដោយសារមានកតាបកិច្ចដែលត្រូវបំពេញឥឡូវ admin មានពេលត្រឡប់មកជួបបងប្អូនទាំងអស់គ្នាមិត្តយុវវ័យទាំងអស់គ្នាវិញហើយថ្ងៃនេះ admin បានអានសៀវភៅមួយក្បាលដែលមានចំណងជើងថាផែនដីពួកយើងហើយ admin ចង់មក review ប្រាប់អ្នកទាំងអស់គ្នាថាសៀវភៅហ្នឹងគឺ admin គឺគុំទុកមកយូរហើយគឺចង់អានដល់ពេលឥឡូវបានមកដល់ដៃរបស់ admin នេះហើយអ្នកដែលនិពន្ធរឿងផែនដីពួកយើងហ្នឹងគឺនិពន្ធដោយប្អូនជួនសិទ្ធដែលយើងស្គាល់ថាវិសុទ្ធនឹងឯងចាស់ហើយឃើញតែក្របសៀវភៅហ្នឹងដឹងថាសាច់រឿងតួអង្គហ្នឹងគឺនៅអង្គរវត្តបាត់ឲ្យត្រូវអត់ថាឃើញក្របបាត់ដឹងបាត់រំភើបថាអូចង់ទៅដើរលេងស៊ីមហៀបតួអង្គនឹងនៅស៊ីមហៀបមែនអីចឹងគឺយើងនឹកដល់លើរឿងហ្នឹងបាត់ឲ្យត្រូវអត់